លោកស្រីសែនមកពីគ្រួសារមរងមានចិត្តស្លូតត្រង់ឧស្សាហ៍ព្យាយាមនិងសុភាពរាបសារទើបត្រូវតែងតាំងជាភរិយាថ្នាក់ទី1ខ្ញុំកំពុងជាស្ត្រីសូមថ្វាយព្រះគុណដល់ប្រទេសលោកស្រីមរងសូមទទួលព្រះរាជបន្ទូលចូលណាម្នាក់មកចូលណាម្នាក់មកចូលណាម្នាក់មកអូនស្រីហេតុអ្វីខ្ញុំហៅខ្ញុំថាអូនស្រីអ្នកមិនសមសុទ្ធតែជាកូនស្រីគ្រួសារសឿនហេតុអ្វីបានជាអ្នករស់នៅប្រសើរជាងខ្ញុំបើមនុស្សដែលបានទទួលបាល់បាក់របស់ខ្ញុំកាលពី3ឆ្នាំមុនគឺមរងអាននោះល្អណាស់ភាពស្រស់ស្អាតដែលអ្នកលោកភ្លុនគឺពិតជាคล้ายទាំងអស់សឿនយូនឈីស្លាប់ទៅបើផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំសុខចិត្តមិនយកគិតយូរទាំងនេះទេមកណាហើយនៅតែពេកនៅទីនេះអ្នកនេះណាលោកម្ចាស់គុណក៏អ្នករាជវង្សដែលឮថាគុណស្រីគ្រូសាសិនជ្រើសរើសប្តីក៏មកដណ្ដើមបាល់បាក់ហើយយូនឈីនេះនៅតែខ្ញុំប្រាប់ឯងនឹងចាវរីបោះបាល់សូត្រឲ្យខ្ញុំមើលឲ្យច្បាស់អ្នកណារៀបការល្អអ្នកនោះនឹងជាអ្នកមានគុណរបស់គ្រូសាសិនកុំឲ្យខ្ញុំខកចិត្តខ្ញុំទៅមិនធ្វើខុសទេនេះគឺកើតមកវិញត្រឡប់មកកាលពី3ឆ្នាំមុនថ្មីដែលបោះបាល់សូត្រជ្រើប្តីលោកយាយដល់ពេលលោកអ្នកបោះបាល់សូត្រហើយសិនយូនជៀវស្រីសូមមកខ្ញុំបោះមុនសិនកាលពីជាតិមុនសិនយូនជៀវខំប្រឹងបង្ខំឲ្យខ្ញុំបោះបាល់សូត្រមុនតែពេលនេះមកឲ្យខ្ញុំញ៉ាសិននេះឲ្យខ្ញុំទៅខ្ញុំថាចេញទៅជីវិតនេះអ្នករៀបការជាមួយមរងអែនគឺត្រូវតែជាខ្ញុំប៉ុណ្ណោះអើខ្ញុំលោកម្ចាស់មើលអ្នកចាប់បាល់បាក់គឺជាកូនប្រុសទី2របស់គ្រូសាមរងគាត់គឺជាកូនប្រុសទី2របស់គ្រូសាមរងឈ្មោះមរងអែនគ្រូសាមរងគឺជាសាច់ញាតិឆ្ងាយរបស់រាជវង្សគុណខុសឆ្បងមរងទីទើបតែត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពកាលពីប៉ុន្មានថ្ងៃមុនទើបត្រូវបានតែងតាំងជាមេបញ្ជាការដែលគ្រប់គ្រងយ៉ាងធំ Delay Sai Xiao Peng ប្រសិនបើគ្រូសាសេន Shen អាចរៀបការជាមួយគ្រូសាមរងយើងមិនខ្លាចជាញាតិសាឡោហិតរបស់រាជវង្សដែរមរងអាននៅក្នុងជាតិនេះទីបំផុតខ្ញុំបានផ្លាស់ប្ដូរជោគវាសនាហើយឆ្នាំក្រោយមរងអាននឹងបានតំណែងនឹងឋានៈកាន់តែល្អហើយខ្ញុំនឹងក្លាយជាស្ត្រីដ៏ថ្លៃថ្នូរដែលមានងារពិសេស Gilming Furan សេនយុនចៅ Shen Yan Chou ឲ្យសេនយុនចៅអ្នកកំប្រឹងគ្រប់យ៉ាងតែមិនដឹងថាកំពុងដើរចូលក្នុងសម្បុកចុះទេ